សម្រាប់ផ្នែកវិទ្យាសាស្ត្រប្រព័ន្ធ EMR នោះពិតជាសំខាន់ខ្លាំងណាស់ព្រោះលទ្ធផលដែលយើងបានពីម៉ាស៊ីនមកគឺលោកគ្រូពេទ្យបានដល់ដៃគាត់លឿនតែម្ដងចាជំរាបសួរខ្ញុំឈ្មោះធឿនសុនីជាប្រធានផ្នែកវិទ្យាសាស្ត្រនៃវិទ្យាពេទ្យបង្អែកជើងព្រៃសម្រាប់ផ្នែកវិទ្យាសាស្ត្រប្រព័ន្ធ EMR នោះពិតជាសំខាន់ខ្លាំងណាស់ព្រោះពីមុនមកយើងប្រើតែกระดาษហេយើងពិបាកក្នុងការចម្លងលទ្ធផលទៅឲ្យគ្រូពេទ្យតែឥឡូវយើងមានភាពងាយស្រួលព្រោះលទ្ធផលដែលយើងបានពីម៉ាស៊ីនមកគឺលោកគ្រូពេទ្យបានដល់ដៃគាត់លឿនតែម្ដងហើយសំខាន់ទៀតគឺសម្រាប់បុគ្គលិកវិទ្យាសាស្ត្ររបស់យើងគាត់មាន username គាត់ប្រើដោយខ្លួនគាត់អញ្ចឹងអត់ច្រឡំទេគឺសូមអរគុណថ្នាក់ដឹកនាំដែលបានគាត់ប្រើប្រាស់ប្រព័ន្ធហ្នឹងដើម្បីឲ្យវិទ្យាសាស្ត្ររបស់យើងងាយស្រួលហើយសម្រាប់បុគ្គលិកវិទ្យាសាស្ត្រពួកយើងក៏អញ្ចឹងដែរគឺគាត់អំណរគុណខ្លាំងណាស់ដោយសារអីយើងចំណេញពេលវេលាច្រើនចាអរគុណច្រើន